លោកជំទាវពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតបានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូចនេះក្រោយព្រះតេជគុណជួនកក្កដាប្រកាសលាចាកសិក្ខាបទប្រិយមិត្តជាទីមេត្រីព្រះតេជគុណព្រះធម្មវិជាជួនកក្កដាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យព្រះសីហនុរាជបានប្រកាសដំណឹងលាចាកសិក្ខាបទហើយក្រោយសាងព្រះភ្នោះអស់រយៈកាល27ព្រះពសាដោយឡែកនោះតាក់ទងទៅនឹងដំណឹងលាចាកសិក្ខាបទរបស់ព្រះតេជគុណព្រះធម្មវិជាជួនកក្កដាបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុងស្រុកនិងក្រៅស្រុកបានចេញមកសម្ដែងនៅការសោកស្ដាយចំពោះដំណឹងមួយនេះផងដែរជាមួយគ្នានេះដែរក្រោយទទួលបានដំណឹងលាចាកសិក្ខាបទរបស់ព្រះតេជគុណព្រះធម្មវិជាជួនកក្កដាហើយធ្វើឲ្យលោកជំទាវពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតបានសម្ដែងនៅចំណាប់អារម្មណ៍ដូចនេះថានាងខ្ញុំចូលចិត្តស្ដាប់ធម្មទេសនារបស់ព្រះអង្គសូមអរព្រះគុណនិងអរគុណណាស់លោកប្អូនដែលបានចំណាយពេលវេលាកម្លាំងកាយកម្លាំងចិត្តជួយដល់ព្រះពុទ្ធសាសនានៅកម្ពុជាកន្លងមកនេះជួយក្នុងការអប់រំតាមរយៈឱវាទរបស់ព្រះពុទ្ធបន្ទាប់ពីពេលនេះតទៅទោះបីលោកប្អូនខ្លាយជាក្រហមក៏ខ្ញុំនៅតែសង្ឃឹមថាលោកប្អូននៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋជួយដល់សង្គមកម្ពុជាជាពិសេសគឺការអប់រំយុវជនយុវតីជំនាន់ក្រោយឲ្យមានសិលធម៌សុជីវធម៌មេត្តាធម៌និងគុណធម៌សូមជូនពរលោកប្អូនឲ្យមានសំណាងល្អក្នុងភាពជាក្រហមគួរបញ្ជាក់ផងដែរថាព្រះតេជគុណព្រះធម្មវិជាជួនកក្កដាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យព្រះសីហនុរាជបានប្រកាសលាចាកសិក្ខាបទក្រោមហេតុផលថាលោកអស់បុណ្យជាព្រះសង្ឃនេះបើយោងតាមការបញ្ជារបស់ព្រះអង្គតាមរយៈវីដេអូបាទប្រិមិត្តជម្រាបជូនផងដែរថាព្រះតេជគុណជួនកក្កដាព្រះវិន័យធម៌ខត្តកែវនិងជានាយកសាលាពុទ្ធិកបឋមសិក្សាប្រាសាទនាងខ្មៅគ្រងនឹងលាចាកសិក្ខាបទនៅព្រឹកថ្ងៃទី19ខែមីនាឆ្នាំ2025នេះដោយក្នុងនោះដែរព្រះអង្គក៏បានផ្ដល់ជាដំណឹងទៅកាន់លោកឯកឧត្តមបណ្ឌិតម៉ុងរិទ្ធីដូចនេះថាអាត្មាសូមអធ្យាស្រ័យញោមប្រុសញោមស្រីពីចម្ងាយដោយមិនបានទៅជួបញោមផ្ទាល់ហើយម្យ៉ាងខលទៅញោមក៏អត់បានលើកអញ្ចឹងអាត្មាសូមចម្រើនពរលាញោមពីចម្ងាយថ្ងៃស្អែកនេះអាត្មាចម្រើនពរញោមលាចាកសិក្ខាបទហើយនៅវត្តប្រាសាទនាងខ្មៅសូមញោមអនុគ្រោះពីចម្ងាយផងដោយក្តីគោរពស្រឡាញ់ញោមពីអាត្មាភាពជួនកក្កដាដោយឡែកទាក់ទងទៅនឹងរឿងនេះផងដែរឯកឧត្តមបណ្ឌិតម៉ុងរិទ្ធីក៏បានបង្ហោះសារសរសេររៀបរាប់ថាព្រះអង្គទូរស័ព្ទមកម៉ោង 10:21 នាទីយប់ថ្ងៃអង្គារ500ខែផលគុណឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី18ខែមីនាឆ្នាំ2025ករណីឲ្យតែម៉ោងប្រហែល9ដេកលក់បាត់ទៅហើយករណីសូមអភ័យទោសផងករណីបានទូរស័ព្ទទៅវិញដែរតែទូរស័ព្ទមិនចូលទាំងពីរប្រព័ន្ធដំណឹងនេះចម្លែកខ្លាំងណាស់មិនគួរឲ្យជឿទេបើព្រះអង្គលាចាកសិក្ខាបទពិតមែននោះចុះតើវាសនាអនាគតកុមារកំព្រាកូននេនតូចរាប់រយព្រះអង្គទៅជាយ៉ាងណាករណីពិតជាមានការសោកស្ដាយជាខ្លាំងចំពោះដំណឹងនេះ